ចាប្តីខ្ញុំក៏ឃើញខ្ញុំអង្គុយលេងទូរស័ព្ទអត់តែធ្វើម្ហូបក៏សួរខ្ញុំស្មានហ្នឹងអត់តតែធ្វើម្ហូបទេខ្ញុំថាខ្ញុំរស់នៅអត់ឃើញថាត្រូវធ្វើអីញ៉ាំចាសួស្ដីបងប្អូនប្តីខ្ញុំថារស់នៅអីវែងឆ្ងាយផ្ទះមានសាច់ជ្រូកមានអីហ្នឹងយកវាមកចំហុយមកចាដល់ពេលប្តីក៏ថាចំហុយសាច់ជ្រូកអញ្ចឹងខ្ញុំក៏នឹកឃើញទៅផ្ទះមានឆ្អឹងជំនីក៏យកឆ្អឹងជំនីមកចំហុយតែម្ដងទៅខ្ញុំមុននឹងចំហុយឆ្អឹងជំនីអញ្ចឹងខ្ញុំយកឆ្អឹងជំនីហ្នឹងទៅស្រោះវាចេញសិនចាខ្ញុំដាក់ស្រាចិនបន្តិចខ្ញីបន្តិចអញ្ចឹងទៅស្រោះវាបាត់ក្លិនឆ្អាបសាច់ជ្រូកហ្នឹងរួចហើយខ្ញុំក៏យកវាទៅលាងទឹកចាលាងទឹកបានមួយទឹកពីរទឹកអីចឹងទៅលាងឲ្យស្អាតរួចហើយទៅខ្ញុំហ្នឹងយកវាមកប្រឡាក់គ្រឿងចាខ្ញុំដាក់ប្រេងខ្យងស្ករសម្សៅស៊ុបម្រេចបន្តិចទៅរួចហើយខ្ញុំក៏ដាក់ម្សៅឆាបន្តិចដែររួចហើយខ្ញុំក៏ដាក់ប្រេងឲ្យក្តៅលីងខ្ទឹមសឲ្យនឹងខ្ញីនៅឲ្យឈ្ងុយបន្តិចរួចហើយខ្ញុំក៏ចាក់ស្លឹកខ្ទឹមចូលចារួចហើយខ្ញុំក៏បិទភ្លើងវាទៅហើយលឹកខ្ទឹមហើយនឹងខ្ញីដែលខ្ញុំលីងហើយហ្នឹងខ្ញុំក៏ចាក់ចូលសាច់ជ្រូកហ្នឹងតែម្ដងចារួចហើយយើងច្បល់គ្រឿងក្រៅហ្នឹងឲ្យសព្វចូលគ្នាចឹងទៅចារួចហើយខ្ញុំបានថែមទឹកស៊ីអ៊ីវបន្តិចដែរព្រោះអីមុនហ្នឹងពេលដែលខ្ញុំប្រឡាក់សាច់ហ្នឹងខ្ញុំអត់មានដាក់អំបិលដាក់អីទេយើងដាក់ទឹកស៊ីអ៊ីវអញ្ចឹងទៅពេលដែលសាច់យើងយកទៅចំហុយសាច់យើងឈ្ងុយហើយឆ្ងាញ់ទៀតផងចាច្បល់វាឲ្យសព្វគ្រឿងចឹងទៅរួចហើយខ្ញុំក៏ចាក់វាដាក់ចានចារៀបវាឲ្យស្អាតស្រួលបួលចឹងទៅចារួចហើយហ្នឹងខ្ញុំក៏យកស្កុតដែលយើងរុំម្ហូបហ្នឹងយើងរុំចានហ្នឹងមកចារឹងរុំរួចហើយចាំយើងយកវាទៅចំហុយចាមុននឹងខ្ញុំយកសាច់ទៅចំហុយហ្នឹងគឺថាខ្ញុំដាក់ទឹកដាំឲ្យពុះសិនទៅខ្ញុំយកសាច់ហ្នឹងទៅដាក់ចំហុយដែលខ្ញុំប្រកាសកម្រោនឹកថាឲ្យយកសាច់ទៅចំហុយខ្ញុំក៏អត់នឹកឃើញថាយកឆ្អឹងជំនីទៅចំហុយដែរអង្គុយរនឹកតែមួយថ្ងៃរនឹកអត់ឃើញថាត្រូវធ្វើអីញ៉ាំមកចាខ្ញុំដាក់សាច់ទៅចំហុយហើយរួចហើយខ្ញុំមកបេះតកួនចាដើម្បីយើងឆាតកួនមួយមុខទៀតទៅចាហើយយើងមានផ្នែកសាច់ហើយយើងត្រូវមានបន្លែដែរចាហើយសាច់ខ្ញុំចំហុយប្រហែលជា20នាទីហើយខ្ញុំក៏បកថងនឹងចេញទៅរួចហើយខ្ញុំក៏ដាក់គ្រាប់ជំនួយភ្នែកនឹងចូលទៅចារួចហើយយើងគ្របវាមកយើងចំហុយវាមួយសាទៀតឥឡូវសាច់ខ្ញុំក៏ឆ្អិនហើយខ្ញុំក៏មកឆាបន្លែម្ដងចាខ្ញុំលីងខ្ទឹមសឲ្យឈ្ងុយទៅចាក់សាច់ចូលចាឆាមួយស្ទុះហើយខ្ញុំក៏ដាក់សៀងដាក់ស្ករម្សៅស៊ុបប្រេងខ្យងចឹងទៅចាឆាវាមកត្រឡប់ពីត្រឡប់រួចហើយខ្ញុំក៏ចាក់តកួននឹងចូលទៅឆាចាប្តីខ្ញុំអត់ចូលចិត្តញ៉ាំបន្លែទេតែតកួនឆាសៀងចេះគាត់ចូលចិត្តញ៉ាំចាមិនថាប្តីមិនថាកូនទេដូចគ្នាចាអាហារពេលល្ងាចខ្ញុំគឺថាឆ្អិនរួចរាល់ហើយ